សម្រាប់វីដេអូមួយនេះខ្ញុំមកធ្វើការ present អំពីបាយអញ្ចឹងបាយគឺជា probabilistic classifier ដែលយើងប្រើបាយឬមួយក៏ theories assume feature independent ដែលវាលឿននិងសាមញ្ញសម្រាប់ការ classification អញ្ចឹងសម្រាប់ code របស់យើងគឺទី1នេះគឺយើងload dataset ហ្នឹង assign feature 2និង label ដែលហើយបង្ហាញ file example ដែលដំបូងសម្រាប់យើងមើលទិន្នន័យហើយសម្រាប់នេះគឺយើង split data ដែលខ្ញុំបាន run ហើយអញ្ចឹងដោយសារតែខ្ញុំខ្លាចពេលដែលថតវីដេអូបដាយើង run បដាខ្លាចវាមានរយៈពេលយូរអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាក្នុងការ run វាអស់ហើយនឹងសូរទៅលើ result ដែលបាន run រួចហ្នឹងអឺសម្រាប់នេះគឺយើង create ទៅលើnative by classifier ហើយយើង train model by calculate the pure and likelihoods ហើយនឹងចុងក្រោយនេះគឺយើងធ្វើការ predict ដោយអឺយើងឲ្យតម្លៃ x test យើងតាំងអាញាត់ដោយ x test ហើយឲ្យវាស្មើនឹង compare វាជាមួយនឹង y test ដែល accuracy score របស់វាគឺវា model accuracy អញ្ចឹងនៅពេលដែលយើង run ទៅ result ដែលយើងទទួលបានគឺបែបនេះហើយសម្រាប់ការ create និង train native by ហ្នឹងresult ដែលយើងទទួលបានគឺ parameter អញ្ចឹងសម្រាប់វីដេអូពាក់ព័ន្ធជាមួយនឹងបាយបានចប់ហើយលោកគ្រូអញ្ចឹងសូមអរគុណលោកគ្រូសម្រាប់ការមើលវីដេអូមួយហ្នឹង